ងឺរលាកខ្នែងពោះវៀនភាសាបរទេសហៅថា appendicitis គឺស្ថិតនៅក្នុងចង្កោមជំងឺដែលទាមទារការព្យាបាលដោយវិធីវះកាត់ដើម្បីជៀសនៅផលវិបាកផ្សេងៗដូចជាការសាយភាយមេរោគនៅក្នុងឈាមការធ្លាយបែកធ្លាយនៃខ្ទុះនិងកាកសំណល់លាមកនៅក្នុងស្រោមពោះដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកជំងឺបច្ចុប្បន្នដោយមានការវិវត្តការព្យាបាលដោយវះកាត់ខ្នែងពោះវៀនគឺធ្វើដោយវិធីចោះឆ្លុះគេហៅ laparoscopy ដោយមានការជំនួយនៅឧបករណ៍តូចៗដែលមានកាមេរ៉ានៅខាងចុងដែលអាចធ្វើឲ្យការមើលទីតាំងខ្នែងពោះវៀនបានច្បាស់លាស់ក៏ដូចជាពិនិត្យមើលក្នុងប្រហោងពោះរបស់អ្នកជំងឺបានច្បាស់ល្អបន្ទាប់ពីធ្វើការកាត់យកខ្នែងពោះវៀនចេញគ្រូពេទ្យអាចធ្វើការសម្អាតផ្តិតយកនៅទឹករងៃឬក៏ខ្ទុះឬក៏កាកសំណល់ខ្លះៗដែលនៅក្នុងប្រហោងពោះបានស្អាតល្អមុខរបួសតូចការជាក៏មានសភាពលឿនការឈឺចាប់តិចនិងសម្រាប់ពេលរយៈពេលខ្លី